សម្រាប់មេរៀននៃការបង្កើត QR code ដាក់នៅក្នុង tool របស់យើងខ្ញុំបានតម្លាក់ចូលក្នុងគ្រប់រៀបរាល់ហើយនេះនេះខ្ញុំបានតម្លាក់ចូលក្នុងគ្រប់រៀបរាល់ហើយអញ្ចឹងសម្រាប់អ្នកដែលគាត់ចូលរៀនគាត់អាចចូលមើលបានហើយអានេះអ្នកគ្នាអាចដាក់រយៈពេលឲ្យ user គាត់ទិញទៅប្រើប្រាស់មានន័យថាគាត់ពេលគាត់បើក tool ឡើងគាត់ត្រូវបង់លុយឲ្យយើងសិនទៅគាត់អាចប្រើប្រាស់ tool នឹងបានអានេះខ្ញុំបានដាក់30ថ្ងៃ60ថ្ងៃ100ថ្ងៃហើយនឹង live time ឥឡូវខ្ញុំសូមឧទាហរណ៍មួយយើងចង់ទិញឧទាហរណ៍តែ user គាត់ចង់ទិញ30ថ្ងៃហ្នឹងវាមានតម្លៃ$3អញ្ចឹង user ត្រូវ scan មកអានេះខ្ញុំសូម scan លុយអញ្ចឹងយើង scan លុយមកនេះអញ្ចឹងយើងបង់មក$3ដើម្បីប្រើប្រាស់30ថ្ងៃអញ្ចឹងអូខេនេះពេលយើង scan រួចរាល់ក្នុងនេះវានឹង check auto ឯនេះវាដាក់ថាបង់ប្រាក់ជោគជ័យអ្នកអាចប្រើ tool នេះបានហើយយើងចុច OK មកអញ្ចឹងអូខេសុំបិទនេះសិនអញ្ចឹង user គាត់អាចប្រើប្រាស់បានឯ tool ហ្នឹងនេះវាមានរយៈពេលប្រើប្រាស់បញ្ជាក់លើហ្នឹងហ្មងវាលោតថ្ងៃដែលយើងប្រើប្រាស់បានអញ្ចឹងណាអញ្ចឹងវាស្រួលសម្រាប់តែគាត់ធ្វើ tool អាហ្នឹងគាត់ត្រូវការហើយអញ្ចឹងមេរៀនខ្ញុំបានតម្លាក់ចូលហើយអញ្ចឹងណាដែលចង់រៀននេះអាចតាក់ទងមកខ្ញុំមកខ្ញុំបរៀននិយាយទៅបរៀន support មកចេះមក